ទស្សនៈបុកវិចិត្រអំពីជីវិតលោកអ្នកនាងមិនស្ដាប់ជាទីមេត្រីសហគមន៍ជាតិនិងអន្តរជាតិអ្នកដែលមាននិន្នាការគោរពលទ្ធិប្រជាធិបតេយ្យពិតប្រាកដបច្ចុប្បន្នកំពុងមានក្តីបារម្ភខ្លាំងចំពោះស្ថានភាពធ្ងន់ធ្ងរនៃបញ្ហាការរំលោភសិទ្ធិមនុស្សស្ទើរគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជាផ្ដោតលើបញ្ហាទាំងនេះព្រះតេជគុណបណ្ឌិតហុកសាវណ្ណព្រះចៅអធិការវត្តខ្មែរកាណាដាប្រចាំទីក្រុងម៉ុងរេអាលនៃប្រទេសកាណាដាផ្ដល់ធរណីកាបំភ្លឺលម្អិតដូចតទៅពេលនេះអាត្មាសូមរៀបរាប់ក្រមប្រធានបទរំលឹកឡើងវិញនៅការរំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជាជាញឹកញាប់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅប្រទេសកម្ពុជាបានថ្លែងថាការប្រើប្រាស់បណ្ដឹងស្ដីអំពីបទបរិហាកេរ្តិ៍និងផ្សាយព័ត៌មានពិតកំពុងតែរំលោភយ៉ាងធ្ងន់ទៅលើសិទ្ធិសេរីភាពបញ្ចេញមតិនិងប្រជាធិបតេយ្យនៅកម្ពុជាមានបណ្ដឹងព្រមត្តនដាច់ដោយឡែកពីគ្នាដែលចោទទៅលើអ្នកសារព័ត៌មានសកម្មជននិងតំណាងរាស្ត្រគណៈបព្វប្រឆាំងនិងអង្គការក្រៅរដ្ឋាភិបាលសេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថានៅក្នុងបរិបទដែលតុលាការកម្ពុជាមានទទួលឥទ្ធិពលពីអំណាចរដ្ឋាភិបាលដូចជាបណ្ដឹងរដ្ឋាភិបាលបណ្ដឹងព្រហ្មទណ្ឌបណ្ដឹងទាំងនេះគឺជាការគំរាមកំហែងយ៉ាងធ្ងន់ទៅដល់ការអភិវឌ្ឍប្រជាធិបតេយ្យដែលប្រទេសកម្ពុជាបានកសាងអស់រយៈពេលជាច្រើនឆ្នាំមកហើយការដកអភ័យឯកសិទ្ធិឬការគំរាមកំហែងអភ័យឯកសិទ្ធិតំណាងរាស្ត្រគឺជាការបំផិតបំភ័យសមាជិកសភានិងការបំបិទសិទ្ធិការជជែកខាងផ្លូវនយោបាយគួរឲ្យស្ដាយប្រទេសកម្ពុជាបានធ្វើការផ្សះផ្សាជាតិក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិក្រោយពេលដែលធ្វើសង្គ្រាមនឹងគ្នាជាច្រើនទសវត្សរ៍គួរតែកុំឲ្យកើតមានអំពើខុសឆ្គងបែបណាមួយតទៅទៀតដោយលើកយកមេរៀនពីអតីតកាលតាមរបាយការណ៍ពីប្រទេសកម្ពុជាថាប្រព័ន្ធឃោសនាគឺវិទ្យុទូរទស្សន៍និងសារព័ត៌មានភាគច្រើនគឺលំអៀងទៅរករដ្ឋាភិបាលបើប្រព័ន្ធឃោសនាណាមានលក្ខណៈប្រឆាំងរដ្ឋាភិបាលច្រើនទទួលគ្រោះថ្នាក់ដោយពីមុននិពន្ធនាយករបស់សារព័ត៌មានខ្មែរម្ចាស់ស្រុកគឺលោកហងចក្រាបានទៅមេធាវីរបស់រដ្ឋាភិបាលប្តឹងឡើងតុលាការដោយចោទថាសរសេរពាក្យមិនពិតតាមរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលថាអ្នកសារព័ត៌មានចំនួនជាង10នាក់បានត្រូវគេលួចសម្លាប់លោកមួងសុនប្រធានអង្គការមូលនិធិទូតងអរិយធម៌ខ្មែរបានត្រូវមេធាវីរបស់រដ្ឋាភិបាលប្តឹងដោយចោទថានិយាយពាក្យមិនពិតទាក់ទងនឹងការដាក់អំពូលភ្លើងនៅប្រាសាទអង្គរវត្តគួរឲ្យឆ្ងល់បើនិយាយពាក្យមិនពិតគ្រាន់តែឲ្យកែតម្រូវទៅជាការចប់បែរជាប្តឹងទៅតុលាការគួរតែឲ្យប្រជាពលរដ្ឋជួយបញ្ចេញយោបល់ក្នុងការស្ថាបនាជាតិការឆ្លោះគ្នាយកឈ្នះចាញ់ជារឿងធម្មតាប៉ុន្តែសំខាន់នៅលើតុលាការតើតុលាការខ្មែរប្រកាន់គោលជំហរអព្យាក្រឹតនិងឯករាជ្យឬទេច្បាស់ណាស់អន្តរជាតិតែងចោទថាតុលាការខ្មែរតែងលំអៀងទៅរកអ្នកកាន់អំណាចដល់ពេលនេះហើយលោកតុលាការគួរប្រកាន់គោលជំហរយុត្តិធម៌គួរអាណិតអាសូរដល់អ្នកស្លូតត្រង់កុំសាងអំពើបាបតាមផ្លូវពុទ្ធសាសនាអ្នកមួយបង្កាច់គេមិនបានសុខទេពាក្យខ្មែរមួយឃ្លាពោលថាបំបត្តិភ្នែកចិញ្ចៀនទាំងថ្ងៃកលែតមួយឃ្លាទៀតពោលថាចោលលួចរួចខ្លួនម្ចាស់ទ្រព្យជាប់គុកពាក្យនេះគួរពិចារណាពីមុនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាបានថ្លែងថាដោយផ្អែកទៅលើការសិក្សាជាច្រើនបានបង្ហាញថាអំពើពុករលួយបានធ្វើឲ្យកម្ពុជាបាត់បង់ចំណូលថវិកាជាតិអស់រហូតដល់$500 លានសហរដ្ឋអាមេរិកក្នុងមួយឆ្នាំបើតួលេខនេះពិតឬពុំពិតទាំងស្រុងក៏ដោយក៏គួររដ្ឋាភិបាលខំព្យាយាមកម្ចាត់អំពើពុករលួយបន្តិចម្ដងជាងមានប្រតិកម្មថាឲ្យគេដោយពាក្យពុំសមរម្យណាមួយព្រោះអ្នកថានោះសុទ្ធតែចង់ឲ្យប្រទេសកម្ពុជាបានលូតលាស់ចម្រើនចេញផុតពីភាពក្រីក្រ
របាយការណ៍ប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកបានចោទថារដ្ឋាភិបាលខ្មែរបានធ្វើឲ្យចម្រើនតិចតួចណាស់ក្នុងការរត់ពន្ធមនុស្សទៅប្រទេសថៃទៅម៉ាឡេស៊ីទៅចិនតៃវ៉ាន់ឲ្យធ្វើពលកម្មឲ្យធ្វើស្រីពេស្យាដែលមានការពាក់ព័ន្ធទៅលើអ្នករាជការខ្មែរផងបើគេថាដូច្នេះត្រូវតែចាត់ការបំបត្តិអំពើជំនួញខុសច្បាប់នេះឲ្យមានប្រសិទ្ធភាពថែមទៀតគួរឲ្យរន្ធត់បញ្ហាមួយដែលអាជ្ញាធរខ្មែរបានដេញប្រជាពលរដ្ឋពីទីលំនៅរបស់គេដើម្បីយកដីទៅអភិវឌ្ឍមានកន្លែងខ្លះបានបាញ់ប្រជាពលរដ្ឋដែលមិនព្រមចេញបានទៅរបួសមានខ្លះបានស្លាប់មានកន្លែងខ្លះចាប់ប្រជាពលរដ្ឋដាក់គុកថែមទៀតការអភិវឌ្ឍទម្រង់ជាប្រជាពលរដ្ឋមិនប្រឆាំងទេប៉ុន្តែបញ្ហាមួយគឺសំណងមិនសមរម្យតាមទីផ្សារនៅសហរដ្ឋអាមេរិកនិងកាណាដាបើរដ្ឋត្រូវការដីកន្លែងណាមួយរបស់ឯកជនរដ្ឋមិនត្រឹមតែឲ្យតម្លៃស្មើនឹងតម្លៃទីផ្សារទេគឺគេឲ្យតម្លៃលើសដើម្បីឲ្យប្រជាពលរដ្ឋសុខចិត្តតើអាជ្ញាធរខ្មែរបែបណាដែរបើធ្វើមិនត្រឹមត្រូវជាការរំលោភសិទ្ធិប្រជាពលរដ្ឋក្នុងការតាំងទីលំនៅតាមសារព័ត៌មានមួយថាប៉ូលីសបានចាប់ឃុំមនុស្សម្នាក់ក្រោយមកទៀតមនុស្សនោះបានត្រូវស្លាប់ដែលអ្នកចាប់នោះនិយាយថាស្លាប់ដោយចងកខ្លួនឯងតើគួរឲ្យជឿបានទេមនុស្សនោះនៅក្នុងកណ្ដាប់ដៃរបស់ខ្លួនតើទៅចងកដោយមិនได้កើតបើចងកពិតប្រកបមែនហេតុដូចមិនដេចបានជាមិនអោយគេពិនិត្យធ្វើកសលវិច័យហេតុដូចមិនដេចបានជាយកទៅអោយគេបូជាដើម្បីបំបិទដានបំបិទផោះតាងតើអ្នកដែលខ្លួនចាប់គ្រាន់តែមានសេចក្តីសង្ស័យមានវាយដំគេរហូតដល់ស្លាប់ពុតមែនទេប្រជាពលរដ្ឋរងគ្រោះមិនដែលទទួលបានយុត្តិធម៌ឡើយអ្នកដឹកនាំខ្មែរនិយាយថាបើមានបាតកម្មប្រឆាំងរដ្ឋាភិបាលគេនឹងដឹកនាំអ្នកគ្រប់គ្រងរដ្ឋាភិបាលប្រឆាំងនឹងបាតកម្មវិញអស្ចារ្យណាស់ក្នុងពិភពលោកប្រហែលមានតែអ្នកដឹកនាំខ្មែរម្នាក់នេះទេដែលមានគំនិតដូចនេះរបបប្រជាធិបតេយ្យពុំបានមានន័យថាបើមានប្រជាពលរដ្ឋប្រឆាំងនឹងរដ្ឋាភិបាលកេណ្ឌប្រជាពលរដ្ឋឲ្យប្រឆាំងបាតកម្មវិញយ៉ាងនេះទេតែគេយកខ្លឹមសារនៃបាតកម្មនោះមកដោះស្រាយឧបមាថារាល់តែពេលបាតកម្មប្រឆាំងនឹងរដ្ឋាភិបាលមិនដោះស្រាយតែបែរជាបង្កើតបាតកម្មប្រឆាំងតវិញតើប្រទេសខ្មែរទៅជាបែបម៉េចទៅវិញរដ្ឋាភិបាលដឹកនាំប្រជាពលរដ្ឋតែបែរជាប្រឆាំងនឹងប្រជាពលរដ្ឋរបស់ខ្លួនទៅវិញបែបនេះតើចាត់ទុកជាអ្នកទទួលខុសត្រូវទេគំនិតបែបនេះគេឃើញមាននៅក្នុងរបបកុម្មុយនីសនិងរបបផ្ដាច់ការទេចំណែករបបជាធិបតេយ្យពិតប្រាកដមិនคล้ายមិនមានគំនិតបែបនេះទេឧទាហរណ៍ជាក់ស្ដែងប្រធានាធិបតីសហរដ្ឋអាមេរិកប្រធានាធិបតីបារាំងនាយករដ្ឋមន្ត្រីកាណាដានាយករដ្ឋមន្ត្រីអូស្ត្រាលីជាដើមដែលគេកាន់របបជាធិបតេយ្យពិតប្រាកដរាល់ពេលប្រជាពលរដ្ឋធ្វើបាតកម្មកោតកម្មគេតែងតែលើកយកមកដោះស្រាយគេពុំមានគំនិតបង្កើតបាតកម្មប្រឆាំងបាតកម្មវិញដូចនេះឡើយគំនិតបែបនេះធ្វើឲ្យខូចកិត្តិយសខ្លួនឯងហើយធ្វើឲ្យប្រជាពលរដ្ឋខ្មែរខ្មាស់គេពេញពិភពលោកព្រោះតែអ្នកដឹកនាំខ្មែរមានគំនិតបែបនេះបង្កើតបាតកម្មប្រឆាំងបាតកម្មរបស់រដ្ឋាភិបាលពុំមានបន្លាមុតយកបន្លាជុះទេតែបានន័យផ្ទុយមកវិញថាបន្លាមុតយកបន្លាមួយទៀតឲ្យមុតថែមទៀតឬដំបៅឈឺយកឈើមកចាក់ថែមព្រោះកាលណាមានបាតកម្មតគ្នានាំឲ្យមានបញ្ហាវឹកវរក្នុងប្រទេសដែលមានលក្ខណៈដែលរដ្ឋាភិបាលបង្កើតអសន្តិសុខក្នុងប្រទេសដល់ខ្លួនឯងរដ្ឋាភិបាលអាចយល់ថាបើបង្ក្រាបបាតកម្មឲ្យខ្លាំងរហូតដល់ហិង្សាប្រជាពលរដ្ឋនឹងបាក់ស្បាតលែងហ៊ានធ្វើបាតកម្មតទៅទៀតយើងយល់ថាស្ងប់បានតែផ្លូវកាយចំណែកផ្លូវចិត្តមិនស្ងប់ទេដោយជាបាតកម្មឆ្នាំ1998ព្រះពុទ្ធសាសនាសម្ដែងយ៉ាងច្បាស់ថាអ្នកដឹកនាំពូកែគឺអ្នកដឹកនាំដែលធ្វើឲ្យគេគ្រប់គ្នាស្ងប់ផ្លូវចិត្តតាមភាសាធម្មតាថាធ្វើឲ្យគេអស់ចិត្តស្រឡាញ់ហើយគោរពទាំងទីចំពោះមុខទាំងទីកំបាំងមុខអ្នកដឹកនាំណាដែលធ្វើឲ្យប្រជាពលរដ្ឋក្តៅក្រហាយនាំឲ្យមានពីររាងគ្នាទៅមុខហើយអំណាចនោះមានភាពរង្គោះរង្គើអ្នកដឹកនាំខ្មែរមានយោបល់ផ្ទុយទៅវិញថាប្រជាពលរដ្ឋភាគច្រើនលុះលុបគ្រប់គ្រងខ្លួនមានតែពួកអកតេមួយក្តាប់តូចទេដែលប្រឆាំង
មួយក្តាប់តូចមួយក្តាប់ធំក៏ដោយវាមិនសំខាន់ទេតែសំខាន់នៅលើខ្លួនឯងសាងល្អតែសាងអាក្រក់ហើយគ្មានអ្វីទុកបានឡើយនេះជាច្បាប់កម្មផលកុំខ្លាចប្រជាពលរដ្ឋបញ្ចេញមតិនិងឆន្ទៈរបស់ខ្លួនតាមរយៈការធ្វើបាតកម្មនិងកោតកម្មតាមពិតសកម្មភាពនេះជាការជួយរដ្ឋាភិបាលវិញទេដើម្បីឲ្យរដ្ឋាភិបាលពិនិត្យមើលខ្លួនឯងមានខុសឆ្គងនិងខ្វះចន្លោះកន្លែងណាដែលមិនបានបំពេញបានជាគំនិតកែឲ្យល្អឡើងវិញចំពោះបញ្ហាបន្តិចបន្តួចបច្ចុប្បន្ននេះជារឿងតូចតាចកុំឲ្យផ្ដុំទៅជារឿងធំកាត់សេចក្តីបែបណាមួយនោះជាការសាងអំពើបាបធ្ងន់ណាស់អ្វីទាំងអស់កុំថាគេល្ងងគេស្ដាប់ទៅយល់ហេតុការបានចំពោះបងប្អូនតុលាការបងប្អូនសភាជាតិគួរមានសម្បជញ្ញៈឯករាជ្យខ្លួនឯងហើយមិនត្រូវលំអៀងព្រោះស្រឡាញ់ព្រោះស្អប់ព្រោះភ័យខ្លាចព្រោះល្ងងមិនដឹងការពិតឡើយតុលាការសាងអំពើបាបធ្ងន់ណាស់កាត់សេចក្តីខ្មៅទៅជាសទៅជាខ្មៅសពថ្ងៃនេះគេមិនខ្លាចទេរឿងប្តឹងផ្ដាល់គ្នារកយុត្តិធម៌ប៉ុន្តែគេខ្លាចត្រង់តុលាការរបៀបនេះគឺគ្មានយុត្តិធម៌នេះឯងប្រទេសណាមួយដែលតុលាការមិនមានយុត្តិធម៌ហើយប្រជាពលរដ្ឋនៃប្រទេសនោះនឹងស្គាល់នៅសេចក្តីសោយសោករងទុក្ខវេទនាដោយអយុត្តិធម៌ជានិច្ចពីអ្នកមានអំណាចនិងពីអ្នកមានប្រាស់ប្រកាសពីដើមមានលួចប្លន់គ្នារកមុខមិនឃើញឥឡូវនេះប្រែផែនការថ្មីគឺយកតុលាការជាឧបករណ៍សម្រាប់កម្ចាត់គ្នានៅប្រទេសប្រជាធិបតេយ្យអ្នកមានអំណាចឋានៈណាក៏ដោយបើប្រព្រឹត្តខុសធ្ងន់ហើយប៉ូលីសចាប់ដាក់ខ្នោះយកឡើងតុលាការដោយប្រជាពលរដ្ឋធម្មតាគឺស្មើគ្នាចំពោះមុខច្បាប់ប្រទេសកម្ពុជាបើនៅតែរករឿងនឹងគ្នាយកគ្នាជាសត្រូវប្រើល្បិចកម្ចាត់គ្នាដោយមិនអនុវត្តតាមច្បាប់ឲ្យបានត្រឹមត្រូវបើសភាមិនស្ថិតនៅក្នុងសម្ភោប្រយោជន៍ជាតិតុលាការមិនឯករាជ្យនិងយុត្តិធម៌បើប្រព័ន្ធឃោសនាមិនមានតុល្យភាពបើកងទ័ពមិនស្ថិតនៅជាកងទ័ពជាតិបើប៉ូលីសនិងកងរាជអាវុធហត្ថមិនស្ថិតនៅជាអព្យាក្រឹតនោះប្រទេសកម្ពុជានឹងមិនមានភាពស្ងប់តែងតែមានការវិវាទគ្នាជានិច្ចហើយសេចក្តីសុខចម្រើនពុំកើតមានឡើយឯទឹកដីដែលរួមតូចនេះនឹងរួមតូចតទៅទៀតដោយការឈ្លានពានពីប្រទេសជិតខាងដោយខ្មែរចេះតែបាក់បែកគ្នាដើម្បីឲ្យមានឯកភាពជាតិមានតែនាំគ្នាគោរពច្បាប់ទម្លាប់របស់ប្រទេសតាមរបបប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សបើមានបញ្ហាជាតិកើតឡើងត្រូវនាំគ្នាដោះស្រាយដោយសន្តិវិធីជៀសវាងអំពើហិង្សាលួចសម្លាប់គ្នាបើខ្មែររួបរวมគ្នាមានឯកភាពជាតិហើយបរទេសជាពិសេសប្រទេសជិតខាងដែលធ្លាប់តែរំលោភយកទឹកដីខ្មែរនឹងកោតញញើតពុំហ៊ានឈ្លានពានឡើយយើងបានឆ្លៀតពេលពីសកម្មភាពកិច្ចការពុទ្ធសាសនាមកនិយាយអំពីបញ្ហាសិទ្ធិមនុស្សនៅប្រទេសកម្ពុជានេះដោយក្នុងរយៈកាលប្រមាណពេលមកហើយនេះលើព័ត៌មានខ្លះពីប្រទេសកម្ពុជាព័ត៌មានខ្លះគួររំធាត់ព័ត៌មានខ្លះគួរអស់សំណើចព័ត៌មានខ្លះអយុត្តិធម៌ខ្លាំងពេកអត់បានក៏ផ្ដល់យោបល់ខ្លះដល់ប្រជាពលរដ្ឋជាពិសេសដល់អ្នកដឹកនាំខ្មែរបច្ចុប្បន្នយកទៅពិចារណាដោយសូមកុំធ្វើអ្វីដែលនាំឲ្យខ្មែរបែកបាក់គ្នាធ្វើឲ្យខ្មែរខ្សោយកម្លាំងហើយនាំឲ្យខ្មែរបាក់បែកសាមគ្គីនាំឲ្យខ្មែរវិនិច្ឆ័យអន្តរាយទៅមុខទៀតជាពិសេសដើម្បីទប់ទល់អ្នកដែលឈ្លានពានខ្មែរនៅពេលនេះបើមានបញ្ហាអ្វីកើតឡើងគួរសម្រួលគ្នាដោយសន្តិវិធីប្រសើរជាងការប្រើតុលាការបន្ថយឬឈប់ការចោទប្រកាន់គ្នាក្នុងពេលរៀបចំការបោះឆ្នោតឃុំសង្កាត់ឆ្នាំ2017និងបោះឆ្នោតជាតិជ្រើសរើសអ្នកតំណាងរាស្ត្រឆ្នាំ2018ឲ្យប្រព្រឹត្តទៅត្រឹមត្រូវកុំឲ្យមានបញ្ហាអាក្រក់ណាមួយកើតឡើងដើម្បីសុខសន្តិភាពនិងវឌ្ឍនភាពនៃប្រទេសកម្ពុជាតទៅទៀតព្រោះចឹងប៉ុណ្ណឹងសូមជម្រាប